គោរពលាភសួរបងប្អូនក្នុងក្រៅប្រទេសសពរដ្ឋជនបានជ្រាបហ្នឹងហើយអ្នកមីងហ៊ូតនាងបានបញ្ជូនពីមន្ទីរពេទ្យបង្អែកស្រុកបាភ្នំមកដល់ពេទ្យរុស្ស៊ីកាលពីម្សិលមិញហើយលោកគ្រូអ្នកគ្រូពេទ្យរុស្ស៊ីបានធ្វើការវះកាត់ទាំងយប់មិញនេះដោយជោគជ័យហើយឥឡូវនេះខ្ញុំបាទពំនាំអំណោយសពរដ្ឋជនបាទបានន័យថាសពរដ្ឋជនដែលជួយការវះកាត់និងការហូបចុកបាទមានលោកអាបាលស្រុកបងមនីបណ្ឌិតលោកជួយលុយ200000រៀលតាមរយៈខ្ញុំហើយខ្ញុំ200000រៀលហើយនៅអ្នកបងប្អូនសពរដ្ឋជនដទៃទៀតដែលមិនទាន់បានលុយខ្ញុំអត់ទាន់ប្រកាសទេបាទព្រោះបានលុយបានខ្ញុំប្រកាសហ្នឹងហើយអញ្ចឹងជូនពរដល់ម្ចាស់ជំនួយទាំងអស់សមប្រកបយុផ្ទះពុទ្ធពរថ្ងៃ4ប្រការយុវណៈសុខៈពលៈហ្នឹងហើយសម្បត្តិ3នោះទេវតាព្រះនិព្វានហើយទទួលជោគជ័យគ្រប់ភារកិច្ចសុខភាពល្អយប់យឺនយូរបាទសូមជូនពរអ្នកមីងឆាប់ជាហើយសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានទីពេទ្យបង្អែកខ្មែរសូវៀតពេទ្យរុស្ស៊ីនិងអនុប្រធានលោកគ្រូអ្នកគ្រូពេទ្យនិងជាពិសេសលោកគ្រូប្រធានទីពេទ្យបង្អែកស្រុកបាភ្នំលោកអៀមអប់និងលោកគ្រូអ្នកគ្រូពេទ្យបង្អែកស្រុកបាភ្នំទាំងអស់ដែលបានជួយបញ្ជូនជួយព្យាបាលអ្នកជំងឺឈ្មោះហ៊ូតនាងជាអ្នកដែលក្រីក្រលំបាករត់តែដីរត់តែផ្ទះរត់តែបាយរត់តែអង្គហូបបានផងហើយបានក្រីក្រក៏គ្មានអីក៏គ្មានបានយើងធ្វើការអន្តរាគមទៅតាមរយៈលោកអាបាលស្រុកមនីបណ្ឌិតបានក្រុមប្រឹក្សាឃុំមេឃុំបានឲ្យគេធ្វើបានក្រីក្រជូនគាត់បានយកមកពេទ្យតន់ហេតុការនេះហើយគាត់គ្មានទេរត់តែផ្ទះសបែងនៅគ្មានផងបាយទឹកគ្មានផងបាទនៅក្រោមសម្រាប់ផ្ទះគេម្ដាយអាយុជិត100ហើយមានអ្នកកំដរមានបងបង្កើតមកកំដរហ្នឹងហើយយើងជួយគ្នាហ្នឹងហើយអរគុណណាស់បាទហើយសូមផ្ដាំទៅលោកមេឃុំក្តីអនុភូមិមេភូមិក្តីជាពិសេសអ្នកដែលកាន់បានក្រីក្របានសមត្ថភាពបានហានិភ័យហ្នឹងបើកភ្នែកមើលផងមុនឲ្យបានហ្នឹងអាអ្នកមានផ្ទះសបែងវិឡាផ្ទះថ្មឡាន2 3ខ្សែកប៉ុណ្ណាណីទៅបើកអំណោយបានក្រីក្ររាល់តែខែហើយអ្នកដែលក្ររលុយទៅពេទ្យបានសុំបានហានិភ័យបានក្រីក្រអត់ឲ្យទេបពុនិយមគ្រួសារនិយមល្មមមើលផងបាទសូមស្នើដល់ដល់បាលខេត្តព្រៃវែងជាពិសេសលោកអាបាលស្រុកបាភ្នំសូមមេត្តាពិនិត្យតាមឃុំឡើងវិញធ្វើបច្ចុប្បន្នភាពឡើងវិញនេះក្រពិតប្រកបបើមិនជឿទេខ្ញុំដឹកដៃទៅមើលបាទសូមអរគុណបាទ